កណិតវិទ្យាថ្នាក់ទី5ជំរាបសួរម្ដងទៀតថ្ងៃនេះយើងបន្តទៅចំណុចទី4ការគណនាមធ្យមនិពន្ធនិយមន័យជាការចាយផលបូកនៃចំនួនទាំងនោះនិងចំនួនតួបូកដើម្បីឲ្យកាន់តែច្បាស់យើងមើលលំហាត់គំរូប្រធានលំហាត់គណនាចំនួនមធ្យមនិពន្ធក20 35 37 65 0 73តើគេដោះស្រាយបែបណាដំណោះស្រាយគណនាចំនួនមធ្យមនិពន្ធតាមរូបមន្តគេឲ្យយើងយកផលបូកចំនួនទាំងនោះចែកនឹងចំនួនតួបូកឥឡូវយើងត្រូវរកផលបូកចំនួនទាំងនោះឲ្យឃើញសិនដើម្បីរកផលបូកចំនួនទាំងនោះគឺយើងយកចំនួនដែលគេឲ្យទាំងអស់ហ្នឹងបូកបញ្ចូលគ្នាយើងបាន20បូក35បូក37បូក65បូក0បូក73ចម្លើយ230បន្ទាប់ពីបូករួចយើងទៅរាប់ចំនួនតួបូកយើងមាន20រាប់ថា1 35 2 37 3 65 4 0 5 73 6ដូចនេះចំនួនតួបូកយើងមាន6តួអញ្ចឹងយើងចូលរូបមន្តបានគណនាចំនួនមធ្យមនិពន្ធគឺ230ចែក6ចម្លើយដែលចែករួចគឺជាចំនួនទស្សភាគ 38.33 ដូចនេះតម្លៃមធ្យមរបស់20 35 37 65 0 73ស្មើ38.33បន្ទាប់ពីមើលលំហាត់គំរូរួចសូមបងប្អូនធ្វើលំហាត់អនុវត្តដែលអ្នកគ្រូបានដាក់នៅទំព័រទី4នៃសៀវភៅគណិតវិទ្យាថ្នាក់ទី5ទាំងអស់គ្នាអរគុណសម្រាប់ការរៀនតាមវីដេអូអ្នកគ្រូជំរាបលា